ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យបាទដឹកនាំដោយឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបាទឯកឧត្តមផ្លាយវរីប្រធានក្រុមប្រឹក្សាខេត្តទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តដុងថាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបាទដឹកនាំដោយឯកឧត្តមត្រិនទួនអានបាទអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងនិងឯកឧត្តមផាមវ៉ាន់អានបាទអនុលេខាធិការគណៈកម្មាធិការគណៈបកខេត្តបាទនិងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់បាទរួមនឹងប្រតិភូអមដំណើរបានអញ្ជើញបំពេញទស្សនកិច្ចនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំនិងប្រជាជនក្នុងខេត្តបន្ទាយមានជ័យបាទដែលពិធីនេះធ្វើឡើងនៅសាលប្រជុំកសាលាខេត្តបាទនាព្រឹកថ្ងៃទី25ខែមីនាបាទនេះការនោះប្រតិភូខេត្តដុងថាប់បាទក៏បានធ្វើការជូនពរឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមផ្លៃវ៉ារីប្រធានក្រុមប្រឹក្សាខេត្តបាទព្រមទាំងមន្ត្រីរាជការនិងប្រជាជនទូទាំងខេត្តបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខទទួលបាននៅក្តីសុខសប្បាយបាទទទួលសុខសន្តិភាពបាទនឹងខេត្តកាន់តែមានការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់បាទនៅក្នុងឱកាសនោះឯកឧត្តមអ៊ុំរាត្រីក៏បានលើកឡើងអំពីទំនាក់ទំនងគ្នានឹងបាទទំនាក់ទំនងគ្នាល្អរវាងកម្ពុជាវៀតណាមពិសេសខេត្តបន្ទាយមានជ័យនិងខេត្តដុងថាប់បាទដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធលើគ្រប់កលៈទេសៈនិងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកដោយឈលលើស្មារតីសាមគ្គីស្អិតរមួតបាទរួមគ្នាជាធ្លុងមួយតស៊ូប្រយុទ្ធប្រឈមទៅនឹងបញ្ហាបាទការលំបាកនានានិងការឆ្លងកាត់ភ្លើងសង្គ្រាមជាមួយគ្នាតាំងពីដើមរៀងមកនៅក្នុងការប្រយុទ្ធសត្រូវរួមបាទដើម្បីឯករាជ្យភាពសេរីភាពនៃប្រជាជនទាំងពីរឯកឧត្តមផាមវ៉ាន់អានបាទអនុលេខាធិការគណៈកម្មាធិការគណៈបកខេត្តនិងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ក៏បានបញ្ជាក់សម្ដែងនៅមនោសញ្ចេតនាបាទនឹងបង្ហាញអំពីចំណងមិត្តភាពយ៉ាងជិតស្និទ្ធស៊ីជម្រៅរវាងខេត្តទាំងពីរនិងបដិញ្ញាបន្តរក្សាទំនាក់ទំនងមួយនេះឲ្យស្ថិតស្ថេរយូរអង្វែងបាទក្នុងនាមប្រទេសទាំងពីរគឺជាប្រទេសភូមិផងរបងជាមួយក៏ដូចជាដើម្បីរឹតចំណងមិត្តភាពមេត្រីភាពរវាងប្រជាជននិងប្រជាជនក៏ដូចជាប្រទេសទាំងពីរខេត្តដុងថាប់បាទក៏នឹងផ្ដល់អាហារូបករណ៍ជូនដល់និស្សិតរបស់ខេត្តបន្ទាយមានជ័យដើម្បីទៅសិក្សានៅវៀតណាមពាក់ព័ន្ធទៅនឹងវិស័យកសិកម្មដូចជាបាទក៏ដូចជាវិស័យពាក់ព័ន្ធមួយចំនួនផងដែរបាទក្នុងនោះថ្នាក់ដឹកនាំខេត្តនិងប្រជាជនកម្ពុជាចង់ចាំជានិច្ចបាទនៅគំរូវីរភាពដ៏អង្អាចក្លាហានរបស់វីរយុទ្ធជននៃកងទ័ពទាំងពីរដើម្បីបុព្វហេតុជាតិមាតុភូមិដើមចេញពីស្មារតីនេះចំណងមិត្តភាពសាមគ្គីភាពដ៏មានសារៈសំខាន់និងជាសក្ខីភាពខេត្តបន្ទាយមានជ័យបានសាងសង់ស្ទូបមិត្តភាពកម្ពុជាវៀតណាមមួយកន្លែងបាទដែលស្ថិតនៅសង្កាត់ទឹកថ្លាក្រុងស្រីសុភ័ណ្ឌដែលបង្ហាញអំពីអត្ថន័យប្រកៀកស្មារគ្នាជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុជាតិមាតុភូមិរបស់ខ្លួនបាទនិងជាសិលាចារឹកទុកជាប្រវត្តិសាស្ត្របាទ